ដែលខ្ញុំទុកចិត្តបំផុតបែរជាធ្វើឲ្យខ្ញុំឈឺចាប់បំផុតថ្ងៃមុនគ្រួសារយើងនៅសប្បាយស្នាមញញឹមនៅពេញក្នុងផ្ទាំងខ្ញុំមិនដែលគិតសងថាមនុស្សពីរអ្នកចិត្តខ្ញុំនឹងលួចមានអ្វីពីក្រោយខ្នងសារទូរស័ព្ទដែលខ្ញុំបានឃើញធ្វើឲ្យទឹកភ្នែកហូរមិនឈប់ពាក្យផ្អែមដែលប្តីខ្ញុំផ្ញើទៅនាងគឺជាពាក្យដែលធ្លាប់ប្រាប់ខ្ញុំមុនម្នាក់ជាប្តីម្នាក់ទៀតជាប្អូនថ្លៃតែហេតុអ្វីអ្នកទាំងពីរហ៊ានធ្វើបាបចិត្តខ្ញុំបែបនេះប្តីខ្ញុំតាក់ទងប្អូនថ្លៃលួចស្នេហ៍ក្រោយខ្នងខ្ញុំរាល់ថ្ងៃខ្ញុំឈឺចាប់ស្ទើរដាច់ដង្ហើមពេលឃើញមនុស្សស្រឡាញ់ក្បត់ចិត្តគ្រួសារដែលខ្ញុំខំថែរក្សាបែរជាលំដោយសារការក្បត់សោកតែទឹកភ្នែកនឹងសំនួរថាខ្ញុំខ្វះអ្វីទៅសម្រាប់គេខ្ញុំធ្លាប់ជឿលើពាក្យសន្យាថាគេនឹងស្រឡាញ់ខ្ញុំម្នាក់គត់តែចុងក្រោយអ្វីៗคล้ายជាសូន្យព្រោះចិត្តមនុស្សប្រែប្រួលលឿនពេកមនុស្សដែលខ្ញុំហៅថាប្អូនបែរជាចង់យកសុភមង្គលខ្ញុំមិនគិតពីចិត្តស្រីម្នាក់នេះដែលកំពុងឈឺចាប់រាល់យប់ថ្ងៃបើស្នេហ៍យើងមិនសល់អ្វីសូមប្រាប់ត្រង់ក៏បានគុំលួយក្បត់ពីក្រោយខ្នងឲ្យខ្ញុំរស់ទាំងឈឺចាប់បែបនេះប្តីខ្ញុំតាក់ទងប្អូនថ្លៃជារឿងដែលខ្ញុំមិនធ្លាប់នឹកស្មានពីមនុស្សដែលខ្ញុំទុកចិត្តបំផុតបែរជាคล้ายជាអ្នកបំផ្លាញចិត្តខ្ញុំថ្ងៃនេះខ្ញុំសោកចិត្តដើរចេញទោះបេះដូងនៅឈឺខ្លាំងប៉ុណ្ណាប្តីខ្ញុំតាក់ទងប្អូនថ្លៃជារឿងដែលខ្ញុំមិនធ្លាប់នឹកស្មានពីមនុស្សដែលខ្ញុំទុកចិត្តបំផុតបែរជាคล้ายជាអ្នកបំផ្លាញចិត្តខ្ញុំថ្ងៃនេះខ្ញុំសោកចិត្តដើរចេញទោះបេះដូងនៅឈឺខ្លាំងប៉ុណ្ណាព្រោះស្នេហ៍ដែលគ្មានរក្សាទៀតឡើយ